chuyện xưa nha từng kia xưa đây từng kia nơi tí ní nè cái flat flop lư kênh vậy comply tại con ngồi spin chuột vào hai ở ní nhung xong anh từng kia lên đấy và sân chỉ nhà từng kia flop miên là đòn thang ở thiên không càng vậy bị đòn không luôn mà như thế rồi xa khai kế mẹ ní khai kế xa chừng ọ ok nên từng kia ai từ lấy mới cho mình luôn cứ sát tái chiaបញ្ហាមួយនេះគឺជាបញ្ហាផ្លូវចិត្តដែលវាទលំទលាយខ្លាំងមែនតើប៉ុន្តែអត់សូវមានគេយកមកនិយាយដើម្បីឲ្យមានភាពទលំទលាយឲ្យមានភាពគ្រប់គ្រាន់ទៅឡើយទេអញ្ចឹងហើយក៏ធ្វើឲ្យពួកយើងបង្កើតនៅក្រុម Hyper Healer ដោយក្រុមពួកយើងនេះទៅលើការធ្វើសកម្មភាពដែលតាក់ទងជាមួយនឹងធាតុរបស់ខាងលើចូលជំនាញដំបូងនៃសកម្មភាពរបស់ពួកយើងគឺពួកយើងបានធ្វើជាសិក្ខាសាលាដោយសិក្ខាសាលាទាំងអស់នោះគឺផ្សារភ្ជាប់ជាមួយនឹងការចែករំលែកចំណេះដឹងតាក់ទងជាមួយនឹងការធ្វើការអារម្មណ៍ផ្លូវចិត្តដោយដំបូងឡើយពួកយើងធ្វើការអានដំណើរជាមួយនឹងមនុស្សជាច្រើនដោយពួកយើងបានរកឃើញថាមនុស្សទាំងអស់នោះគឺពួកគាត់បានជួបប្រទះនៅបញ្ហាក៏ដូចជាការតានតឹងអារម្មណ៍ការថប់អារម្មណ៍ក៏ដូចជាជំងឺបាក់ទឹកចិត្តជាដើមហើយពួកយើងបានស្វែងយល់ថាការធ្វើឯសិក្ខាសាលាមកគឺវាអត់ទាន់គ្រប់គ្រាន់នៅឡើយទេអញ្ចឹងពួកយើងបានផ្សារភ្ជាប់ជាមួយនឹងវគ្គសមាធិក៏ដូចជាវគ្គធ្វើលំហាត់ដង្ហើមទៅក្នុងសិក្ខាសាលាទាំងអស់នោះដើម្បីឲ្យគាត់មានបច្ចេកទេសដើម្បីជួយខ្លួនឯងក៏ដូចជាអាចបង្រៀនទៅដល់អ្នកដែលនៅជុំវិញខ្លួនគាត់បានប៉ុន្តែចុះបើសិនជាគាត់ជួបប្រទះបញ្ហាណាមួយជាយថាហេតុហើយគាត់អាចមកចូលរួមមួយសិក្ខាសាលារបស់យើងឬក៏វគ្គរបស់ពួកយើងបានទេអញ្ចឹងគាត់ធ្វើម៉េចអូខេអញ្ចឹងពួកយើងបានបង្កើតឡើងនៅ Hyper Healer Camp ដោយ Hyper Healer Camp របស់ពួកយើងនេះ Hyper Healer Camp របស់ពួកយើងនេះគឺពួកយើងបានសម្រិតសម្រាំងនៅសំណួរក៏ដូចជា clear ដើម្បីលើកទឹកចិត្តដល់ពួកគាត់អាចឲ្យពួកគាត់គិតទៅលើរឿងវិជ្ជមានឆ្លុះបញ្ចាំងខ្លួនឯងហើយមិនត្រឹមតែប៉ុណ្ណោះគាត់អាចយកការនឹងធ្វើការឆ្លុះបញ្ចាំងជាមួយនឹងមនុស្សជាទីស្រឡាញ់មិត្តភ័ក្តិគ្រួសារក៏ដូចជាក្រុមការងារក៏បានដែរ so យើងគិតថាការធ្វើដែលបែបហ្នឹងគឺវាអត់ទាន់គ្រប់គ្រាន់ឡើយចុះបើសិនជាគាត់ជួបប្រទះនៅបញ្ហាខ្លាំងគាត់ត្រូវការជំនួយអញ្ចឹងគាត់ធ្វើម៉េច so ពួកយើងបានបង្កើតនៅ system មួយពួកយើងដើរតួជាភ្នាក់ងារកណ្ដាលដើម្បីផ្សារភ្ជាប់គាត់ជាមួយនឹងអ្នកជំនាញប្រឹក្សាផ្លូវចិត្តហើយបន្ថែមលើពីនោះយើងអត់ចង់ការចែករំលែករបស់ពួកយើងនៅត្រឹមតែប៉ុណ្្នឹងឯងពួកយើងក៏បាន spread it ចែករំលែកវានៅក្នុង social media របស់ពួកយើងដើម្បីឲ្យអ្នកដែលបានចូលរួមហ្នឹងទៅវាកាន់តែមានទំហំធំជាងហ្នឹងហើយចំពោះដែលបន្ទាប់ពីសកម្មភាពមួយទៅសកម្មភាពមួយពួកយើងបានសម្រងអ្នកចូលរួមរហូតដល់ទៅ93នាក់ទាំងដែលការពិតពួកយើងគឺបងត្រឹមតែ80នាក់ប៉ុណ្ណោះដោយសារពួកយើងចង់បាននៅអ្នកចូលរួមតិចតែខ្លំដោយពួកគាត់ទទួលបាននូវប្រសិទ្ធភាពក៏ដូចជាអាចស្វែងយល់យ៉ាងជាក់ជ្រៅនៅក្នុងប្រធានបទដែលយើងចង់និយាយសម្រាប់ក្នុងនេះដែរគឺ94% នៃអ្នកបានចូលរួមគឺគាត់មានអារម្មណ៍ថាគាត់បានបញ្ចេញថាសកម្មភាពរបស់ពួកយើងគឺពិតជាមានសារៈប្រយោជន៍ក៏ដូចជាអត្ថន័យដើម្បីឲ្យពួកគាត់សម្រាប់ពួកគាត់ខ្លាំងមែនទែនហើយ 88% គឺគាត់បានទទួលនៅបច្ចេកទេសគាត់ចេះហើយគាត់អាចបង្រៀនទៅដល់អ្នកផ្សេងទៀតដោយ 90% នៃអ្នកចូលរួមគឺគាត់ពិតជាចង់ឃើញសកម្មភាពទាំងអស់នេះកាន់កើនឡើងជាមុនថែមទៀតហើយបើទៅលេខទៅមើល social media របស់ពួកយើងវិញគឺពួកយើងបានទទួលបានអ្នកមើលអ្នកទស្សនារហូតដល់ទៅ 24,000 នាក់ឯណោះហើយដោយឡែកទៅលើ Hyper Healer ការរបស់ពួកយើងគឺទទួលបានអ្នកសាកល្បងរហូតដល់ទៅរាប់រយនាក់ដោយក្នុងនោះពួកយើងបានរួមបញ្ចូលទៅក្នុងសកម្មភាពនីមួយៗរបស់ពួកយើងសិក្ខាសាលាហើយបន្ថែមលើនោះក៏វាមានវត្តមាននៅក្នុងកម្មវិធីប្រសិទ្ធហើយមួយវិញទៀត
បើហេលើការបានធ្វើដំណើរទៅដល់ខេត្តព្រះវិហារជាមួយនឹងកម្មវិធី World Children Day របស់ UNICEF ផងដែរហើយស្ដាប់តែពួកយើងមកខាងវាដូចស្រាលពេកវាដូចអត់ទាន់គ្រប់គ្រាន់ទេអញ្ចឹងមកប្រឡែកមកមើលតែគាត់ដូចជាអ្នកចូលរួមផ្ទាល់របស់ពួកយើងដោយខាងនោះគឺគាត់បាននិយាយពីអារម្មណ៍ពិតមកខាងពួកយើងថាគាត់ពិតជាមានអារម្មណ៍ថាស្រាលខ្លួនមែនតើនៅពេលដែលគាត់ចូលរួមវគ្គសមាធិរបស់ពួកយើងដោយសារតែនៅពេលដែលអ្នកជំនាញគាត់បានឲ្យពួកគាត់សម័យទៅដល់ឆ្នេរសមុទ្រថាឲ្យគាត់រំសាយអារម្មណ៍នៅពេលដែលជួបប្រទះបញ្ហាអារម្មណ៍អីមួយគឺគាត់មានអារម្មណ៍ថាគាត់ពិតជាទៅដល់កន្លែងហ្នឹងមែនហើយដោយឡែកសម្រាប់បងស្រីខាងនេះវិញគឺគាត់បានលើកឡើងថាការថាបរិយាលើការរបស់ពួកយើងហ្នឹងគឺវាមិនមែនគ្រាន់តែជាការទេវាបានចាក់ទៅដល់ជ្រៅដល់កាយបេះដូងរបស់គាត់សូម្បីតែសំណួរខ្លះគាត់អត់ដែរនឹកស្មាននឹងសួរខ្លួនឯងផងអាចធ្វើការទៅចាប់សម្រាប់ក្រុមរបស់ពួកយើងគឺសង្កេតឃើញថាទោះបីជាមានបញ្ហាឬក៏ច្រើនយ៉ាងណាក្តីគឺពួកយើងតែងតែស្រាក់ដៃជើងគ្នាហើយធ្វើគម្រោងនេះរហូតដល់ចប់សពគ្រប់ហើយពេលដែលពួកយើងជួបប្រទះបញ្ហាគឺយើងរកឃើញមួយគឺសារៈសំខាន់នៃការសួរសុខទុក្ខគ្នាសំណួរជាសន្តិវិធីហើយសំណួរទាំងអស់នេះគឺពិតជាមានសារៈប្រយោជន៍ចំពោះការសួរទៅដល់ហេតុអីតើហេតុ healer គួរទទួលបាន fan ពួកយើងនឹងយក fan ទាំងអស់នេះដើម្បីពង្រីកនៅសក្តានុពលក៏ដូចជាសហគមន៍នៃសុខភាពផ្លូវចិត្តថែមទាំងនោះគឺពួកយើងនឹងធ្វើឲ្យការរបស់ពួកយើងនឹងកាន់តែប្រសើរឡើងជាងមុនទៀត So have a healer card for everyone everywhere and every time. All right, thank you so much.